ឧត្តកិច្ច45ព្រះវស្សាវេលាតមកព្រះនាឡកៈដឹងថានឹងមានជីវិតរស់នៅតទៅទៀតត្រឹមតែ7ខែទៀតប៉ុណ្ណោះមុននឹងព្រះនិព្វានលោកបានជំរះកាយដណ្ដប់សង្ឃេដីពីជាន់បែរទៅរកទិសដែលព្រះមានព្រះភិក្ខគង់នៅដោយថ្វាយបង្គំបទដ្ឋានកងអញ្ជលីឈរផ្អែកលើថ្មភ្នំអង្គពុលិកៈក៏លោកនិព្វាននៅក្នុងទីនោះដោយអនុបាសេសនិព្វានព្រះសាស្តាស្ដេចយាងទៅធ្វើជាប្រកិច្ចហើយឬអតិធិតម្កល់ក្នុងបច្ចេកដីក្នុងភ្នំនោះឯងសម័យនោះយុគកុលបុត្រជាបុត្ររបស់សេដ្ឋីក្នុងក្រុងពារាណសីកសិក្ដីនៅណាយក្នុងការគ្រប់គ្រងផ្ទះបានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធត្រង់ព្រៃអិសិបតនៈមិគទាយវត្តព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងអនុពពិកថាគឺទានកថាពោលអំពីទានសីលកថាពោលអំពីសិលសក្កកថាពោលអំពីឋានសួគ៌អតិនវកថាពោលអំពីទោសរបស់កាមទាំងឡាយនៃខម្មានិសង្កថាពោលអំពីអានិសង្សនៃការចេញចាកកាមនិងទ្រង់សម្ដែងអរិយសច្ចៈ4គឺទុក្ខនាំឲ្យកើតទុក្ខសេចក្តីរំលត់ទុក្ខគឺផ្លូវរំលត់ទុក្ខបានដល់អរិយមគ្គមានអង្គ8យុគកុលបុត្របានត្រាស់ដឹងធម៌នៅក្នុងសតាបត្តផលក្នុងទីនោះឯងសេដ្ឋីជាបិតាចែងតាមរកយុគកុលបុត្របានជួបព្រះមានព្រះភិក្ខថ្វាយបង្គំហើយព្រះអង្គទ្រង់សម្ដែងអនុពពិកថានិងសម្ដែងធម្មទេសនាអំពីអរិយសច្ចៈ4សេដ្ឋីបានត្រាស់ដឹងធម៌ទូលសូមថ្វាយខ្លួនជាបាសកដល់នៅព្រះរតនត្រ័យជាស្រណៈស្មើដោយជីវិតរាប់ជាបាយដែលខ្លួនបានថ្វាយខ្លួនជាបាសកដល់ពេលនោះគឺជាបុគ្គលបានដល់នៅព្រះរតនត្រ័យជាមនុស្សដំបូងបង្អស់ក្នុងលោកខណៈដែលព្រះពុទ្ធទ្រង់សម្ដែងធម៌ដល់បិតាយុគកុលបុត្រពិចារណាឃើញធម៌ដែលខ្លួនបានដឹងច្បាស់ចិត្តក៏រួចផុតចាកអាសវៈទាំងឡាយបានសម្រេចជាព្រះអរហត្តផលក្នុងកាលនោះឯងសម័យនោះមានព្រះអរហន្តកើតឡើងក្នុងលោកមាន7ព្រះអង្គរួមទាំងព្រះយសនឹងឯង